ព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញគឺជាលំនៅឋានផ្លូវការនិងជានិមិត្តរូបជាតិនៃព្រះរាជវង្សានុវង្សកម្ពុជាហើយក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌និងសិល្បៈសាសនាខ្មែរផងដែរព្រះបរមរាជវាំងមានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់នៅកណ្ដាលរាជធានីភ្នំពេញជាប់នឹងព្រះបរមរាជវាំងប្រាក់និងសាលមន្ទីរជាតិវាជាទីតាំងវប្បធម៌ស្នូលបំផុតក្នុងរាជធានីភ្នំពេញព្រះបរមរាជវាំងមានអគារស្នូល3ទី1គឺវិមានប្រាក់ជាន់នៃវិមានប្រាក់ត្រូវបានក្រាលដោយឥដ្ឋប្រាក់សុទ្ធចំនួន329រូបសំណាកព្រះពុទ្ធសកមុនីដែលធ្វើពីមាសក្នុងសតវត្សទី17បង្កប់ដោយត្បូងពេជ្រ9584ត្រូវបានតម្កល់នៅក្នុងវាំងវាជាសម្បត្តិជាតិរបស់កម្ពុជាទី2គឺព្រះបរមរាជវាំងជាកន្លែងសម្រាប់ឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រពិធីបុណ្យជាតិនិងការទទួលភ្ញៀវការទូតរចនាបថស្ថាបត្យកម្មមានភាពឧឡារិកនិងឆើតឆាយហើយដំបូលត្រូវបានឆ្លាក់ដោយគិនាថពស់ទេវៈនិងកឥន្ទ្រីទេវៈឥន្ទ្រីទេវៈជានិមិត្តរូបនៃអំណាចរាជវង្សទីបំផុតព្រះបរមរាជវាំងគឺជាព្រះបរមរាជវាំងបើកចំហពណ៌ដែលមានដំបូលរលុកដែលតំណាងឲ្យពន្លឺព្រះច័ន្ទធ្លាក់គឺជាកន្លែងដែលព្រះរាជវង្សានុវង្សមានការសម្ដែងរបាំប្រពៃណីនិងការប្រគំតន្ត្រីព្រះបរមរាជវាំងមិនត្រឹមតែជានិមិត្តរូបនៃព្រះរាជវង្សានុវង្សខ្មែរប៉ុណ្ណោះទេថែមទាំងជាទីសក្ការៈនៃវប្បធម៌និងសិល្បៈសាសនាខ្មែរផងដែររពីរូបសំណាកព្រះពុទ្ធដ៏ភ្លឺស្វាងនៅក្នុងប្រាសាទប្រាក់រហូតដល់ពិធីដ៏ឧឡារិកនៅក្នុងសាលអភិសេករាល់ព័ត៌មានលម្អិតប្រាប់ពីរឿងរ៉ាវនៃប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសនិងជំនឿខាងវិញ្ញាណ